បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងស្វែងរកជាងធ្វើទ្វីរបងបាទជាងដែកដែលមានបទពិសោធន៍ផ្នែកទ្វីរបងយូរឆ្នាំធ្វើទ្វីរបងបានស្អាតដូចពុកម៉ែបងប្អូនឃើញក្នុងវីដេអូអញ្ចឹងបាទពុកម៉ែបងប្អូនអាចតាក់ទងមកខាងក្រុមជាងយើងខ្ញុំបានឬក៏សិប្បកម្មយើងខ្ញុំបានបាទដែលមានឈ្មោះថាណារិទ្ធសិប្បកម្មដែកនិងអ៊ីណុកបាទថ្ងៃនេះដែរខ្ញុំបានមកដាក់ទ្វីរបងជូនបងប្រុសបងស្រីបាទនៅខាងស្រុកឈូកខេត្តកំពតបាទគឺមានភាពស្រស់ស្អាតដូចពុកម៉ែបងប្អូនឃើញក្នុងវីដេអូអញ្ចឹងបាទលបងនេះគឺយើងមិនទាន់ហើយ 100% ទេបាទដោយសារថ្ងៃនេះដាក់តាំងពីព្រឹកមកគឺភ្លៀងរហូតបាទភ្លៀង2 3 ដងហើយបាទយើងនៅជួសថ្នាំបន្តិចទៀតបាទគឺយើងមានឃើញកូតឃើញប្រឡាក់ហ្នឹងបាទដោយសារវាភ្លៀងបាទហើយលបងនេះគឺខាងខ្ញុំបាទនេះគឺថតអត់សូវបានស្អាតទេពុកម៉ែបងប្អូនបាទដោយសារយើងអាពេលថតហ្នឹងវាអត់ទាន់ហើយវាភ្លៀងពេកយើងធ្វើអត់ទាន់បាទគ្រាន់តែលបងនឹងរួចរាល់គឺចាប់ផ្ដើមភ្លៀងតែម្ដងបាទហើយដល់ពេលភ្លៀងទៅយើងធ្វើហើយវាល្ងិតអញ្ចឹងពេលដែលធ្វើហើយគឺអត់បានថតទេពុកម៉ែបងប្អូនបាទបានថតបានតែត្រឹមតែប៉ុណ្ណឹងបាទហើយសម្រាប់ពុកម៉ែបងប្អូនត្រូវការជាងអាចតាក់ទងបានខាងសិប្បកម្មខ្ញុំបាទគឺមានទទួលធ្វើគ្រប់ខេត្តក្រុងផងដែរ